ខ្ញុំគឺជាសមាជិកយុវជនសហភាពសហព័ន្ធយុវជនកម្ពុជារយៈពេល2ឆ្នាំនៅក្នុងការស្ម័គ្រចិត្តចូលរួមទៅក្នុងព្រឹត្តិការណ៍នានារបស់សង្គមដូចជានៅក្នុងព្រឹត្តិការណ៍ SEA Games និង Asian Para Games នៅក្នុងឆ្នាំ2023កន្លងមកខ្ញុំជាយុវជនស្ម័គ្រចិត្តម្នាក់នៅក្នុងព្រឹត្តិការណ៍នោះហើយខ្ញុំបានស្វែងយល់និងយល់កាន់តែច្បាស់អំពីការស្ម័គ្រចិត្តនៅក្នុងព្រឹត្តិការណ៍របស់សង្គមដោយសារថាពេលដែលយើងចូលទៅស្ម័គ្រចិត្តបានយើងដឹងថាទំនាក់ទំនងពិតជាមានសារៈសំខាន់ណាស់ប្រសិនបើយុវជនម្នាក់គាត់គិតថាខ្ញុំចូលការងារសង្គមតែដើម្បីថវិកាឬក៏ដើម្បីតែប្រយោជន៍របស់ខ្ញុំទេអញ្ចឹងសួរថាប្រទេសជាតិយើងនេះអាចរីកចម្រើនទៅមុខបានទេហើយសួរថាបើសិនជាខ្ញុំចូលការងារសង្គមម្នាក់ខ្ញុំមិនដែលសួរថាតើសង្គមនឹងបានផ្ដល់អ្វីខ្លះមកឲ្យខ្ញុំមានតែសួរខ្លួនឯងថាតើខ្ញុំនេះបានផ្ដល់អ្វីខ្លះទៅឲ្យសង្គមជាតិរបស់ខ្ញុំជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះសៅមីហៀងជានិស្សិតឆ្នាំទី2ឆមាស2មកពីមហាវិទ្យាល័យវិស្វកម្មនៃសាកលវិទ្យាល័យ BETI អន្តរជាតិថ្ងៃនេះផងដែរខ្ញុំបាទនឹងមកបកស្រាយប្រធានបទមួយគឺរៀនច្នៃខ្លួនឯងឲ្យមានតម្លៃដើម្បីទទួលបាននៅឱកាសក្នុងការចូលរួមក្លាយជាយុវជនដែលសង្គមជាតិត្រូវការមុននឹងចូលទៅដល់ប្រធានបទខ្ញុំចង់សួរអ្នកទាំងអស់គ្នាថាតើអ្វីទៅជាយុវជនគឺជាធនធានស្នូលក្នុងការកំណត់អនាគតរបស់សង្គមជាតិនៅក្នុងប្រធានបទនេះខ្ញុំសូមលើកយក5ចំណុចធំចំណុចទី1សុខភាពពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សទូទៅប្រសិនបើយើងមានសុខភាពល្អយើងអាចសម្រេចរាល់ភារកិច្ចដែលយើងអាចប៉ងប្រាថ្នាបានប៉ុន្តែបើសុខភាពយើងមិនល្អអាចប៉ះពាល់ទៅដល់កិច្ចការងារដែលយើងប៉ងប្រាថ្នាបានចំណុចធំទី2គឺការពង្រឹងសមត្ថភាពនេះទៀតសោតខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាពិតជាមាននៅសមត្ថភាពខ្លាំងរៀងខ្លួនហើយការពង្រឹងសមត្ថភាពផ្អែកទៅលើការសិក្សាឬក៏ការរៀនសូត្រនិងការងារតជាក់ស្ដែងប្រសិនបើយើងមាននៃការសិក្សាល្អហើយយើងខិតខំបន្ថែមទៀតឲ្យកាន់តែប្រសើរឡើងទើបយើងមានភាពល្អប្រសើរចំណុចធំទី3គឺចំណង់មកពីពាក្យថាចង់យើងត្រូវសួរខ្លួនឯងថាតើយើងចង់ក្លាយទៅជាយុវជនដែលសង្គមជាតិត្រូវការដែរឬទេប្រសិនបើចង់តើគួរត្រៀមខ្លួនបែបណាហើយត្រូវតែទទួលបានអត្ថប្រយោជន៍អ្វីខ្លះអត្ថប្រយោជន៍នៅក្នុងការចូលរួមសង្គមមានច្រើនប៉ុន្តែមិនមែនជាអត្ថប្រយោជន៍ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួននោះទេគឺជាប្រយោជន៍រួមរបស់ជាតិឧទាហរណ៍ថាប្រសិនបើខ្ញុំជាយុវជនស្ម័គ្រចិត្តម្នាក់នៅក្នុងស្ថាប័នណាមួយហើយខ្ញុំគិតតែអំពីផលប្រយោជន៍ផ្ទាល់ខ្លួនហើយខ្ញុំមិនយល់អំពីផលប្រយោជន៍ជាតិរួមទាំងអស់ទេអញ្ចឹងអាចធ្វើឲ្យប្រទេសជាតិឬក៏សង្គមជាតិមានការលំបាកនៅក្នុងការជ្រើសរើសបុគ្គលិកដែលស័ក្តិសមនឹងសមត្ថភាពទៅតាមស្ថាប័ននៃក្រសួងនីមួយៗចំណុចធំទី4គឺទំនាក់ទំនងល្អនេះគឺមិនថាវ័យណាឬក៏ឋានៈណានោះទេសុទ្ធតែត្រូវការទំនាក់ទំនងល្អនេះហើយក្នុងទំនាក់ទំនងគឺជាការប្រស្រ័យទាក់ទងគ្នារវាងគ្នានឹងគ្នាការចេះជួយយកអាសាគ្នាទៅវិញទៅមកហើយអ្វីនេះហើយគឺជាសង្គមជាតិកំពុងតែត្រូវការឧទាហរណ៍រូបខ្ញុំផ្ទាល់ម្ដងទៀតខ្ញុំគឺជាសមាជិកយុវជនសហភាពសហព័ន្ធយុវជនកម្ពុជារយៈពេល2ឆ្នាំនៅក្នុងការស្ម័គ្រចិត្តចូលរួមទៅក្នុងព្រឹត្តិការណ៍នានារបស់សង្គមដូចជានៅក្នុងព្រឹត្តិការណ៍ SEA Games និង Asian Para Games នៅក្នុងឆ្នាំ2023កន្លងមកខ្ញុំជាយុវជនស្ម័គ្រចិត្តម្នាក់នៅក្នុងព្រឹត្តិការណ៍នោះហើយខ្ញុំបានស្វែងយល់និងយល់កាន់តែច្បាស់អំពីការស្ម័គ្រចិត្តនៅក្នុងព្រឹត្តិការណ៍របស់សង្គមដោយសារថាពេលដែលយើងចូលទៅស្ម័គ្រចិត្តបានយើងដឹងថាទំនាក់ទំនងពិតជាមានសារៈសំខាន់ណាស់នេះជាហេតុមួយដែលធ្វើឲ្យយុវជននៅក្នុងព្រឹត្តិការណ៍នោះមានការសហការគ្នាបានល្អនិងទៅដោយរលូនយុវជនទាំងអស់គ្នាតែងតែមានភាពភ័យខ្លាចនិងមិនមានជំនឿទុកចិត្តលើខ្លួនឯងទេអញ្ចឹងខ្ញុំសូមឲ្យឃ្លាមួយថា Be the confident, be the light ចំណុចចុងក្រោយគឺជាចំណុចទី5និយាយអំពីការអត់ធ្មត់គ្រប់ការងារទាំងអស់សុទ្ធតែមានការលំបាកហើយមនុស្សទាំងអស់តែងតែគិតថាការងារមានភាពងាយស្រួលប៉ុន្តែវាមិនងាយស្រួលទេអញ្ចឹងអ្វីដែលយើងត្រូវតែធ្វើឲ្យជំនះឲ្យបានគឺការអត់ធ្មត់និងការព្យាយាមដែលដូចជាពាក្យស្លោកមួយតែងតែលើកឡើងថាស៊ូលំបាកមុនទើបសំណុកក្រោយ
នេះគឺជាអ្វីដែលយើងគួរតែរៀនសូត្រពីសុភាសិតនិងពាក្យស្លោកមួយនេះគ្រប់ការងារទាំងអស់ដែលខ្ញុំបានលើកឡើងថាគ្មានការងារណាមួយដែលស្រួលនោះទេពិតជាត្រឹមត្រូវណាស់ការងារទាំងអស់សុទ្ធតែមានភាពលំបាកនិងភាពងាយស្រួលបូកចូលគ្នាអញ្ចឹងដើម្បីឲ្យយើងធ្វើការងារទៅដោយរលូនយើងត្រូវចេះបែងចែកថាការងារណាដែលយើងគួរធ្វើមុនហើយការងារណាដែលយើងគួរធ្វើបន្តបន្ទាប់នេះគឺជាអ្វីដែលយុវជនទាំងអស់គ្នាត្រូវការហើយច្នៃខ្លួនឯងឲ្យក្លាយទៅជាយុវជនដែលសង្គមជាតិកំពុងតែត្រូវការយុវជនតែងតែគិតថាតើការងារសង្គមពេលដែលយើងចូលទៅទទួលបានអត្ថប្រយោជន៍អ្វីខ្លះមកដល់យើងពិតណាស់គឺពិតជាទទួលបានមែនប៉ុន្តែមិនមែនទទួលបានអត្ថប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់នោះទេគឺយើងទទួលបានអត្ថប្រយោជន៍ជារួមសម្រាប់ជាតិប្រសិនបើយុវជនម្នាក់គាត់គិតថាខ្ញុំចូលការងារសង្គមតែដើម្បីថវិកាឬក៏ដើម្បីតែប្រយោជន៍របស់ខ្ញុំទេអញ្ចឹងសួរថាប្រទេសជាតិយើងនេះអាចរីកចម្រើនទៅមុខបានទេហើយសួរថាបើសិនជាខ្ញុំចូលការងារសង្គមម្នាក់ខ្ញុំមិនដែលសួរថាតើសង្គមនឹងបានផ្ដល់អ្វីខ្លះមកឲ្យខ្ញុំមានតែសួរខ្លួនឯងថាតើខ្ញុំនេះបានផ្ដល់អ្វីខ្លះទៅឲ្យសង្គមជាតិរបស់ខ្ញុំយុវជនទាំងអស់គ្នាត្រូវរៀនចេះបែងចែកពេលវេលាឲ្យបានត្រឹមត្រូវនិងសមស្របទៅតាមការវិភាគកំណត់របស់ខ្លួនឧទាហរណ៍ប្រសិនបើអ្នកទាំងអស់គ្នាមានការវិភាគមានបំណែងចែកពេលវេលាត្រឹមត្រូវអ្នកទាំងអស់គ្នានឹងសម្រេចនូវភារកិច្ចបានយ៉ាងរលូនល្អហើយបើចង់ច្នៃខ្លួនឯងដើម្បីអភិវឌ្ឍខ្លួនឯងផងប្រទេសជាតិផងយើងត្រូវយល់នូវគោលការណ៍ទាំង5របស់ខ្ញុំដែលបានលើកមកទី1សុខភាពទី2ពង្រឹងលើសមត្ថភាពទី3ចំណង់យើងត្រូវមានចិត្តថាយើងចង់ចូលរួមដើម្បីក្លាយទៅជាយុវជនមួយដែលសង្គមត្រូវការនិងទី4ទំនាក់ទំនងល្អការចេះជួយយកអាសាគ្នាទៅវិញទៅមកដោយមិនគិតថានឹងបានការតបស្នងមកវិញទី5ជាចំណុចចុងក្រោយនិងក៏ជាចំណុចដែលធំបំផុតគឺការចេះអត់ធ្មត់និងការចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកជាចុងបញ្ចប់ការបកស្រាយរបស់ខ្ញុំមានតែប៉ុណ្្នឹងប៉ុន្តែខ្ញុំនឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាយុវជនម្នាក់ដែលសង្គមជាតិត្រូវការហើយដូចជាពាក្យស្លោកតែតែលើកឡើងថាទំពាំងស្នងឫស្សីហើយអ្នកទាំងអស់គ្នានឹងក្លាយខ្លួនទៅជាធនធានមនុស្សនិងវិវត្តទៅជាមូលធនមនុស្សសូមអរគុណBelty International University, the future of global leaders.